ថ្ងៃនេះគឺខ្ញុំបានមកភ្លក់បទពិសោធន៍ថ្មីណាគ្នាថាភ្លក់ចំម៉ាយភ្លក់អើយសារតែគ្នាជិះម៉ូតូកាត់ទឹកកាត់ភ្លៀងកាត់ព្រៃកាត់ដុបតែម្ដងណាគ្នាដើម្បីមកយកដើមចេកយទៅឲ្យអ្នកម្ដាយនៅផ្ទះណាគ្នាសារតែកើតឲ្យខ្ញុំនឹងឡើងមកយកដើមចេកនៅលើភ្នំកលៀនអញ្ចឹងទៅណាគ្នាហើយកាត់ទឹកកាត់ភ្លៀងមែនតើណាគ្នាឧបសគ្គចំណាយឧបសគ្គនេះហើយអ្នកគ្នាថាខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតហើយនៃមេរៀនជីវិតរបស់ខ្ញុំអ្នកគ្នាដែលខ្ញុំហ៊ានបើកឡើងលើភ្នំកលៀនអញ្ចឹងណាគ្នាសារតែមនុស្សខ្ញុំគឺជាមនុស្សម្នាក់ដែលខ្លាចខ្ពស់ខ្លាំងមែនតើអ្នកគ្នាហើយខ្ញុំក៏សម្រាប់ចិត្តថាខ្ញុំនឹងបើកឡើងភ្នំកលែនដល់ខ្លួនឯងអ្នកគ្នាដើម្បីលក្ខណៈថាយើងរដងឡើងគឺឡើងជាមួយពូជាមួយអីចឹងទៅតែវានេះគឺថាខ្ញុំនឹងសម្រាប់ចិត្តថានឹងឡើងអ្នកគ្នាដើម្បីទទួលយកបទពិសោធន៍ថ្មីដែលយើងអត់ដែលធ្លាប់មានពីមុនមកអ្នកគ្នាសារតែខ្ញុំនៅក្មេងតែពិតទៅក្មេងខ្ញុំទៀតខ្ញុំឃើញបើកឡើងមកអីចឹងទៅតែសារតែខ្ញុំអត់មែនជាអ្នកដែលឡើងភ្នំនឹងអីមិនអ្នកកូនអ្នកភ្នំអ្នកអីចឹងណាសូវបានឡើងចុះញឹកញាប់ចឹងទៅសារទឹមឡើងឲ្យដបូងចឹងទៅអ្នកគ្នាកុំប្រកែប្រកាន់អីខ្ញុំនិយាយខុសនិយាយត្រូវអីតែខ្ញុំពិតជាសប្បាយចិត្តមែនតើខ្ញុំអាចធ្វើបានអ្នកគ្នាថាខ្ញុំបើកឡើងដោយមានការសុវត្ថិភាពមានសុវត្ថិភាពចឹងទៅអ្នកគ្នាឡើងជាមួយនឹងពួកម៉ាក់ខ្ញុំគីផ្សិនតែ2នាក់ប៉ុណ្្នឹងឯងអ្នកគ្នាថាឡើងតែ2នាក់អីឡើងមានឡើងតែ2នាក់កើតហ្នឹងហើយផ្លូវបែកផុកប្រេកប្រាច់ជិះកន្លាច់ចំម៉ាយរាសាតែកង់ម៉ូតូយើងសប់តឹងឲ្យពេលប៉ះទឹកប្រេកប្រាច់កន្លាច់កង់ម៉ូតូទៅអត់ដួលអ្នកគ្នាបានតែមកវីកង់ក្រូចទៅអត់ដួលបើដួលឯងខ្ញប់ស្រេចបាត់អត់ដួលអ្នកគ្នាដោយមិននឹងទៅដល់ផ្ទះបងថ្លៃរបស់ខ្ញុំគឺខ្ញុំត្រូវការចូលទិញបុកល្ហុងដើម្បីយកចិត្តកាសែតអ្នកគ្នាថាយើងយកដើមចេកគាត់ហ្វ្រីអញ្ចឹងយើងត្រូវតែមានរបស់មួយដោះដូរមួយគិតអញ្ចឹងទៅអ្នកគ្នាសាប់ខ្ញុំសួរបងគាត់ទៅបងគាត់នឹងគាត់និយាយថាបងគាត់នឹងជួយចិត្តញ៉ាំបុកល្ហុងអញ្ចឹងទៅហើយបន្ទាប់ពីទិញបុកល្ហុងចំនួនមកប្រអប់ហើយខ្ញុំក៏បានជិះម៉ូតូឡើងទៅដើម្បីយកបុកល្ហុងមួយគាត់អញ្ចឹងដើម្បីមកយកដើមចេកផងដើមចេកគាត់នឹងមិនមែននៅផ្ទះដើមចេកនឹងបោះទៀតអ្នកគ្នាអញ្ចឹងយើងត្រូវការជិះពីផ្ទះគាត់ទៅបោះទៀតអ្នកគ្នាហើយក៏ដោយសារតែខ្ញុំនឹងរាំងខាស់កខាយដែរខ្ញុំក៏បានដាក់ឈិនពីកំប៉ុងមកកំប៉ុង2កំប៉ុង2នាក់មិត្តភក្តិខ្ញុំហ្នឹងអ្នកគ្នាម្នាក់មកកំប៉ុងអញ្ចឹងទៅទិញមកពីកន្លែងព្រះអង្គធំអ្នកគ្នាយកផឹកនៅលើនេះហើយបន្ទាប់ពីខ្ញុំផឹករអស់ហើយខ្ញុំក៏បានដើរទៅកឹះដើមភ្ញៀវសិនអ្នកគ្នាមុននឹងខ្ញុំទៅនេះខ្ញុំទៅមកកឹះដើមភ្ញៀវដើម្បីសិនពេលដែលកឹះដើមភ្ញៀវនេះក៏បានដាក់មកបត់ជាមួយនឹងមិត្តភក្តិរបស់ខ្ញុំចាក់បត់រៀងចាក់តងនេះចាំមានរសជាតិឆ្ងាញ់តាលុហើយបន្ទាប់ពីខ្ញុំបានបង្ហាញពីការផឹកចិនពៀនដ៏ឆ្ងាញ់ហើយខ្ញុំក៏បានជិះម៉ូតូទៅបោះអ្នកគ្នាយើងជិះម៉ូតូតាមហ្នឹងហើយឆ្លងកាត់ស្ពានចំនួន3ស្ពានដើម្បីទៅដល់បោះអ្នកគ្នាហើយផ្លូវទៅបោះរបស់យើងហ្នឹងគឺថាមិនសូវជាពិបាកប៉ុន្មានទេស្រួលសម្រាប់តអ្នកដែលគាត់ធ្លាប់ជិះរងាយទៅសម្រាប់ខ្ញុំដែលទើបមកលើកទីម្ដងគឺថាពិបាកវេទនាដល់កហើយសារតែខ្ញុំទើបមកដំបូងអញ្ចឹងយើងអត់ទាន់ស្គាល់ផ្លូវតាណាមានថ្មតាណាមានព្រៃតាណាមានដំបូកមានអីអញ្ចឹងយើងមិនសូវស្គាល់ទេអ្នកគ្នាជិះភូមិផាពីអ្នកពួកម៉ាក់ចង់បកាច់កេនពេញលើភ្នំនេះឡនេះខ្ញុំបានដល់កន្លែងកឹះដើមជីកហើយគឺថាបងថ្លៃខ្ញុំកាត់មកកឹះដើមជីកឲ្យចឹងទៅអ្នកគ្នាថាតែកាត់នៅបោះចឹងទៅកាត់មានដើមជីកនឹង3 star កាត់ដាំហ្នឹងហើយខ្ញុំលើកមកនេះគឺលើកមកសុំរអត់មានលើកមកឲ្យលុយអីទេហើយចឹងលើកមកសុំរអ្នកគ្នាហើយជីកហ្នឹងមិនដឹងជីកឈ្មោះអីទេដឹងថាជីកហ្នឹងផ្លែធំទៅម៉ាក់ខ្ញុំហ្នឹងគាត់ឲ្យលើកមកយោចឹងទៅអ្នកគ្នាសារតែបងគាត់អ្នកនេះតែដាំទៅយើងក៏លើកមកយោហើយចាំជួយដោះដៃគាត់ពេលដែលគាត់ចូលស្រោហ្នឹងហើយអ៊ំទូគឺយើងលើកមកជួយជ្រួលស្រោគាត់ចឹងទៅអ្នកគ្នារួចថ្លៃដើមចេកហ្នឹងហើយជួយជ្រួលស្រោបងចឹងទៅយកបាត់ផ្សោតហ្នឹងហើយមុខឯងក៏ស្អុយម្លេះហើយបន្ទាប់ពីយើងបានកឹះនេះកឹះនោះដល់ហើយយើងក៏ត្រឡប់មកកាន់ខ្ទមយើងវិញហើយយើងក៏ត្រឡប់ទៅផ្ទះវិញអញ្ចឹងទៅអ្នកគ្នាអើយនៅស្អីទៀតហើយពេលទៅដល់ផ្ទះនេះគឺថាឧបសគ្គខ្លាំងមែនតើអ្នកគ្នាយើងត្រូវជិះឆ្លងទឹកឯសារទៅវិញយើងដូរផ្លូវសារតែបងគាត់ជូនម្ដាយគាត់មកមើលស្រែទៅក៏ដូរផ្លូវជិះហ្នឹងហើយហ៊ានតាឈានអត់ខ្លាចអីងាំហាំងចាប់កាយមកវិញហើយទេសំតោអូគេនិយាយសើមតោឯងខំមានបំណងល្អតែមកវិញបានចាប់លឺគេផុតពីទឹកមកគេសើមអីតែសើមតោក៏អុយទេពូម៉ាក់ខ្ញុំតែចេកណែក៏ដែរអុយទេដើរត្រូវគ្នាតែគឺសារតែចេកឯងនេះគឺថាខ្ញុំមនុស្សខ្ញុំចូលចិត្តបែបអាព្រៃភ្នំព្រៃអីជាហាពីមនុស្សគាត់ចូលចិត្តបែបចុះហាពីវាមកដើរមួយខ្ញុំមកមនុស្សចូលចិត្តព្រៃភ្នំលេងសើចច្រើនហើយមុខសូញឹមអីពីថាដើរត្រូវគ្នានៅត្រូវហើយបន្ទាប់ពីបានមកដល់ផ្ទះលើកចន្ទីលើកចន្ទអីដាក់លើម៉ូតូហើយក៏បានត្រឡប់ទៅផ្ទះទៅកាន់គេហដ្ឋានរឹងខ្លួនវិញនៅតេតអីទៅផ្ទះទៅអីតរឹងរែងទៅផ្ទះតនេះមើលផ្លូវនេះឡើងក៏លួចជិះទៅ2នាក់មកផ្លូវអីដល់កអើយចង់និយាយថាត្រូវការ sponsor 4នាក់